ជីវិតជោគជ័យនីមួយៗចាប់ផ្ដើមដោយពេលព្រឹកដែលមានវិន័យជ័យជំនះតូចៗនៅពេលព្រឹកបង្កើតសន្ទុះសម្រាប់ថ្ងៃនោះបិទសំឡេងរំខានហើយស្ដាប់គំនិតរបស់អ្នកចោះអានជារៀងរាល់ថ្ងៃអ្វីដែលអ្នករៀននៅថ្ងៃនេះនឹងជះឥទ្ធិពលដល់អនាគតរបស់អ្នកសរសេរគោលដៅរបស់អ្នកបើមិនដូច្នោះទេអ្នកផ្សេងនឹងសរសេររឿងរបស់អ្នកផែនការច្បាស់លាស់មួយប្រែក្លាយការខិតខំប្រឹងប្រែងទៅជាវេទនភាពទម្លាប់ដែលមានសុខភាពល្អបង្កើតជាគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យវឹកហាត់រាងកាយរបស់អ្នកហើយចិត្តរបស់អ្នកនឹងធ្វើតាមចូលឈានមុខជារៀងរាល់ថ្ងៃទោះបីជាជំហានតូចក៏ដោយជំនាញឈ្នះទេពកោសល្យនៅពេលដែលទេពកោសល្យឈប់រៀនសូត្រអនុវត្តជារៀងរាល់ថ្ងៃការរីកចម្រើនផ្ដល់រង្វាន់ដល់ភាពស៊ីសង្ឃគ្នាការផ្ដោតអារម្មណ៍គឺជារូបិយប័ណ្ណដ៏មានតម្លៃបំផុតបំពេញថាមពលរាងកាយរបស់អ្នកដូចជាអនាគតរបស់អ្នកអាស្រ័យលើវាវិន័យគឺជាការជ្រើសរើសអ្វីដែលសំខាន់បំផុតចំណេះដឹងនឹងប្រសើរឡើងច្រើននៅពេលដែលអនុវត្តជាប់លាប់ទុកឲ្យលុយរបស់អ្នកដំណើរការពេលអ្នកគេងគ្រប់គ្រងលុយរបស់អ្នកបើមិនដូច្នោះទេវានឹងគ្រប់គ្រងអ្នកការលើកទឹកចិត្តរស់រត់ទៅវិន័យនៅតែបញ្ហាប្រឈមមិនរារាំងទេពួកគេបង្កើតអ្នកឡើងភាពស៊ីសងគ្នាឈ្នះអង្តង់ស៊ីទេរាល់ពេលការពារធម៌ពលរបស់អ្នកមិនមែនសម្លេងទាំងអស់សុទ្ធតែសំខាន់នោះការបរាជ័យគឺជាការប្រតិកម្មមិនមែនជាទីបញ្ចប់ទេការរីកចម្រើនចាប់ផ្ដើមនៅពេលដែលអ្នកសម្លឹងទៅខាងក្នុងបញ្ចប់ថ្ងៃដែលឆ្លាតវៃជាងអ្វីដែលអ្នកចាប់ផ្ដើមការដឹងគុណប្រែភាពគ្រប់គ្រាន់ទៅជាភាពបរិបូរណ៍ការសម្រាកមិនមែនជាការខ្ជិលច្រអួតទេវាគឺជាការរៀបចំកុំបាក់ខ្សែចង្វាក់ទម្លាប់តូចៗនៅថ្ងៃនេះបង្កើតអនាគតដ៏រឹងមាំជោគជ័យពិតប្រាកដមិនត្រូវការការអបអរសាទរទេក្លាយជាមនុស្សដែលអនាគតរបស់អ្នកនឹងអរគុណអ្នក